សូមជូនរឿងព្រាយអាបនៅរាត្រីដ៏ស្ងាត់ជ្រងំមានទូកមួយបានផ្ទុកមនុស្ស3នាក់ចែវយ៉ាងប្រញាប់ទៅកាន់ផ្ទះមួយខ្នងដែលនៅដាច់ឆ្ងាយពីគេនៅលើទូកខាងមុខគឺពូសំនៅកណ្ដាលគឺយាយណាងឯខាងក្រោយគឺពូយុទ្ធដែលប្រពន្ធឈឺពោះនៅឯផ្ទះទូកបានចែវយ៉ាងលឿនរហូតដល់ច្រាំងរួចពួកគេបន្តដំណើរទៅតាមផ្លូវគោកទៀតកណ្ដាលយប់ងងឹតស្ងាត់ផ្លូវបត់បែនចុះឡើងទាំង3នាក់ដើរលឿនដូចរត់ព្រៃសងខាងផ្លូវហាក់កំពុងតែដេកលងលក់ស្ងាត់ឈឹងមុនពេលទៅដល់ផ្ទះពួកគេបានឮសំឡេងស្រែកយ៉ាងតក់ស្លុតយុទ្ធបានឮសំឡេងប្រពន្ធស្រែកយ៉ាងដូចនោះគាត់បានរត់សម្ដៅយ៉ាងលឿនដើម្បីទៅរកប្រពន្ធរបស់គាត់ដែលកំពុងស្រែកហាក់ខ្លាចអ្វីមួយយ៉ាងពេលដល់ភ្លាមពួកគេបានឃើញពន្លឺភ្លើងពណ៌ខៀវតាមមាត់ទ្វារពេលបើកទ្វារភ្លាមគាត់បានជួបរឿងដ៏តក់ស្លុតមួយនៅពីមុខគាត់គឺព្រាយអាបដែលវាកំពុងខំសម្លាប់ប្រពន្ធរបស់គាត់យ៉ាងព្រៃផ្សៃដោយស្រឡាំងកាំងនឹងឃើញហេតុការណ៍ផ្ទាល់គ្មានអ្នកណាម្នាក់ហ៊ានធ្វើអ្វីកើតព្រោះអាបក៏ហោះបុកចេញបាត់ទាំងពីរនាក់ត្រូវព្រាយហោះបុកផ្ងាដៃផ្ងាជើងភ្នែកសព្រាតព្រាយក៏បន្តហោះទៅបុកយាយណាងដែលកំពុងឡើងចន្ទាវាយកក្រចកវែងទះហែកបំពង់កយាយណាងហើយខំកបឺតឈាមយ៉ាងសាហាវរួចក៏ហោះចូលព្រៃបាត់ទៅអរុណរះមិនទាន់ផុតព្រៃដែលកំពុងស្ងប់ស្ងាត់ហាក់ដូចអាឡោះអាល័យអ្នកស្លាប់ទៅហើយអ្នកចិត្តខាងក៏មកមើលយ៉ាងរន្ធត់ហេតុការណ៍ដែលគួរឲ្យញាក់សាច់នេះមិនមែនទៅតែមានម្ដងនេះទេតែវាកើតជាញឹកញាប់ច្រើនមកហើយដែលធ្វើឲ្យអ្នកភូមិព្រួយបារម្ភចាក់ចេញពីលំនៅឋានទៅរស់នៅកន្លែងផ្សេងវិញក្រោយពីប្រពន្ធនិងយាយណាងបានស្លាប់ទៅប្តីនៅមានការខឹងសប្បាយនឹងព្រាយអាបយ៉ាងខ្លាំងគាត់ទុកសាកសពលើផ្ទះហើយក៏មានគម្រោងការមួយជាមួយពូសំដើម្បីកម្ចាត់ព្រាយអាបនោះកុំឲ្យមាននៅក្នុងភូមិតទៅទៀតករណីដែលពូយុទ្ធមិនព្រមបូជាសពបានធ្វើឲ្យអ្នកភូមិខ្លាចរអាគ្រប់គ្នាគ្មាននរណាម្នាក់ហ៊ានដើរទៅជិតផ្ទះពូយុទ្ធសោះឡើយ 4-5 ថ្ងៃកន្លងផុតទៅចំណែកឯការរងចាំក៏មកដល់ពូយុទ្ធនិងពូសំសំងំលាក់ខ្លួនក្នុងព្រៃជារៀងរាល់ថ្ងៃដល់រាត្រីស្ងាត់ព្រាយអាបក៏មកផ្ទះពូយុទ្ធម្ដងទៀតពូយុទ្ធនិងពូសំដែលសង្ងំនៅក្នុងព្រៃចាំលបមើលហេតុការណ៍គាត់ក៏បានឃើញពន្លឺភ្លើងពណ៌ខៀវហោះសម្ដៅមកផ្ទះគាត់រំពេចនោះគាត់ក៏ចាប់ផ្ដើមរៀបចំធ្វើគម្រោងការដែលគាត់គ្រោងទុកសម្រាប់ព្រាយនោះព្រាយអាបវាបានធំក្លិនចំហាយសាកសពដែលពយុទ្ធទុកចោលវាក៏បានចូលដល់ក្នុងផ្ទះដើម្បីស៊ីសាកសពនោះភ្លាមនោះទ្វារផ្ទះក៏បានបិទជិតឮសូរក្រាំងពយុទ្ធបានបិទទ្វារជិតដោយមិនអោយព្រាយអាបចេញរួចឡើយ
ឯព្រៃអាបវាបានភ័យខ្លួនហោះរកកន្លែងចេញពីផ្ទះមិនឃើញវានឹកឃើញចេញតាមដំបូលតែដំបូលក៏មានបន្លាដែលធ្វើឲ្យមុតក្បាលវាព្រៃអាបបានស្រែកគំរាមគួរឲ្យព្រឺក្បាលតែក៏មិនអាចធ្វើអីប្រយុទ្ធបានឡើយប្រយុទ្ធក៏បានយកភ្លើងដុតផ្ទះរបស់គាត់ស្នូសម្រែកព្រៃលន់លេងឡំជាមួយស្នូភ្លើងឆេះយ៉ាងសន្ធោសន្ធៅខ្យល់បក់គួចឆេះកាន់តែខ្លាំងឡើងធ្វើឲ្យអាបឆេះស្លាប់រហូតដល់ទីចុងក្រោយព្រឹកស្អែកឡើងប្រយុទ្ធប្រាប់អ្នកភូមិថាគាត់បានសម្លាប់ព្រៃអាបហើយធ្វើឲ្យអ្នកភូមិសប្បាយចិត្តគ្រប់គ្នាក្រោយមកក៏បានឮដំណឹងថាព្រៃអាបនោះគ្មានអ្នកណាក្រៅពីយាយគួយគ្រូធ្មប់គ្រូស្នេហ៍ដែលនៅចុងភូមិនោះទេ